បងប្អូនធ្វើចន្ទីឈប់យកច្រឡំនៅលើសន្សើមប្រៃទៀតទៅគ្មានសន្សើមប្រៃណាមកបំផ្លាញចន្ទីបងប្អូនទេរឿងសន្សើមនេះរឿងធំណាស់បងប្អូនបើសិនជាបងប្អូនមិនយល់ពីវាទេគឺបងប្អូនមិនអាចចំណេញពីចន្ទីបានទេដោយសារសន្សើមមានរហូតជាពិសេសនៅខែ11ខែ12ខែ1បងប្អូនត្រូវចាំថាគ្មានទេសន្សើមប្រៃមានតែសន្សើមអាស៊ីតសន្សើមធម្មតាវាមាន pH 5 ទៅ 6 ហើយសន្សើមអាស៊ីតវាមាន pH ក្រោម5សន្សើមអាស៊ីតនេះគឺមិនធ្វើឲ្យចន្ទីបងប្អូនក្រៀមផ្កាក្រៀមក្តឹបបានទេជំងឺផ្សិតទេធ្វើឲ្យចន្ទីបងប្អូនក្រៀមផ្កាក្រៀមក្តឹបដោយសារពពួកស្ពណ៌ផ្សិតវាអណ្ដែតពេញបរិយាកាសនៅពេលដែលផ្កាចន្ទីរបស់បងប្អូនត្រូវសន្សើមវានឹងមានសំណើមហើយវាសមស្របជាមួយនឹងការដុះលូតលាស់របស់ផ្សិតពេលនោះស្ពណ៌ផ្សិតទុំលើកញ្ចុំផ្កាហើយវាធ្វើការលូតលាស់បឺតរុក្ខរស់របស់ផ្កាធ្វើឲ្យផ្កាក្រៀមបឺតរុក្ខរស់របស់ក្តឹបធ្វើឲ្យក្តឹបក្រៀមបើសិនជាផ្កានោះមិនទាន់ចេញក្តឹបពពួកផ្សិតនេះហើយដែលបឺតរុក្ខរស់របស់ផ្កាធ្វើឲ្យផ្កាមិនសូវមានសារធាតុចិញ្ចឹមមិនអាចចេញក្តឹបបានអញ្ចឹងដំណោះស្រាយបងប្អូនត្រូវបាញ់ពពួកការពារផ្សិតនិងពពួកកម្ចាត់ផ្សិតដូចជា Propinate, Carbendazim, Metalaxyl Mancozeb, Tricyclasol Hexaconazole, Azoxorbin Difenoconazole ជាដើមបងប្អូនអញ្ចឹងថ្នាំទាំងអស់នេះមាននៅលើទីផ្សារបងប្អូនអាចទិញយកទៅប្រើបានបងប្អូនត្រូវរត់ផ្កាចន្ទីបានទៀងទាត់ដោយសារផ្កាចន្ទីងាយនឹងកើតជំងឺផ្សិតណាបងប្អូនពូសន្សើមមានគ្រប់ពេលអញ្ចឹងឱកាសនៃការកើតផ្សិតគឺមានគ្រប់ពេលហើយពពួកថ្នាំដែលបាញ់ការពារនិងកម្ចាត់នេះប្រើម្ដងអាចការពារបានខ្ទង់តែ12ថ្ងៃទៅ15ថ្ងៃទេបងប្អូនបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាចខមមិននៅខាងក្រោមឬបងប្អូនអាច call ឬ Telegram តាមលេខខាងក្រោមបានខ្ញុំបាទជម្រាបជូនអរគុណ